ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Bangkok Post បាទដែលខ្ញុំដកសំយកមកជម្រាបជូនប្រិយមិត្តនេះក៏ប៉ុន្តែសារព័ត៌មានថៃនានាបានចុះផ្សាយហើយដោយឡែកសារព័ត៌មានអន្តរជាតិគឺมันមានផ្សាយទេដោយសារតែរឿងនេះវាលក្ខណៈជារឿងផ្ទៃក្នុងបាទរវាងថៃជាមួយនឹងកម្ពុជាបាទបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថាឥឡូវនេះគឺគណៈរដ្ឋមន្ត្រីទទួលបានការណែនាំឲ្យរៀបចំនីតិវិធីយ៉ាងណាដើម្បីលុបចោលអនុសារណៈនៃការយោគយល់គ្នាបាទ MOU ឆ្នាំ2001បាទដែលមានចំណាស់25ឆ្នាំដែលធ្លាប់បានប្រើប្រាស់សម្រាប់ប្រទេសថៃនិងប្រទេសកម្ពុជាជាក្របខ័ណ្ឌដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដែលត្រួតស៊ីគ្នានាយករដ្ឋមន្ត្រីចាំផ្ទះគឺលោកអនុทิនឆាន់វីរកុលបានមានប្រសាសន៍នៅថ្ងៃអង្គារនេះថាលោកចង់ចាប់ផ្ដើមការងារបឋមលើការលុបចោលឯកសារដ៏ចម្រូងចម្រាសនេះដើម្បីឲ្យរដ្ឋាភិបាលថ្មីអាចចាត់វិធានការនៅពេលដែលខ្លួនចូលកាន់តំណែងការចរចាត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមនៅក្នុងពេលឆាប់ៗនេះដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោកអនុทิននិងគណៈបកភូមិใจថៃរបស់លោកបន្ទាប់ពីជ័យជំនះរបស់ខ្លួននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យប្រទេសកម្ពុជានិងប្រទេសថៃបានចុះហត្ថលេខាលើឯកសារ MOU ឆ្នាំ2001នេះបាទដើម្បីកំណត់ទិសដៅសម្រាប់ការចរចាលើការដោះស្រាយការទាមទារដែនទឹកដែលត្រួតស៊ីគ្នានៅឯសមុទ្ររវាងប្រទេសទាំងពីរលោកថាក់ស៊ីនស៊ីណាវ៉ាត់គឺជានាយករដ្ឋមន្ត្រីនៅពេលនោះដែលបានចុះទៅលើកិច្ចព្រមព្រៀងនេះបាទហើយគឺកិច្ចព្រមព្រៀងនេះបានចុះក្នុងរយៈពេល1ឆ្នាំបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទៀតគឺអនុសារណៈស្តីពីការយោគយល់ឆ្នាំ2000ដែលត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយចំនួនព្រំដែនគោករវាងប្រទេសទាំងពីរប្រទេសទាំងពីរសង្ឃឹមថានឹងប្រើប្រាស់អនុសាសន៍នៃការយោគយល់គ្នានេះដើម្បីទួសតាយផ្លូវសម្រាប់ការអភិវឌ្ឍរួមគ្នានៅតំបន់សមុទ្រដែលគេជឿថាសម្បូរទៅដោយឧស្ម័នធម្មជាតិដោយធ្វើតាមគំរូដែលបានអនុវត្តកន្លងមកដោយជោគជ័យដែលប្រើប្រាស់ដោយប្រទេសថៃនិងប្រទេសម៉ាឡេស៊ីប៉ុន្តែអ្នករិះគន់បាននិយាយថាអនុសារណៈស្តីពីការយោគយល់គ្នានេះត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ដោយចុះហត្ថលេខាត្រឹមតែរយៈពេល44ថ្ងៃបន្ទាប់ពីការចរចាបានចាប់ផ្ដើមបើប្រៀបធៀបទៅនឹងកិច្ចព្រមព្រៀងស្តីងគ្នានេះជាមួយនឹងប្រទេសម៉ាឡេស៊ីដែលចំណាយពេលចរចារហូតដល់7ឆ្នាំឯណោះលោកអនុทินបាននិយាយនៅថ្ងៃអង្គារនេះថាប្រទេសថៃនឹងលើកឡើងពីការខ្វះវឌ្ឍនភាពណាមួយលើបញ្ហានេះចាប់តាំងពីកិច្ចព្រមព្រៀងនេះបានចូលជាធរមានជាហេតុផលសម្រាប់ការលុបចោលកិច្ចព្រមព្រៀងនេះនៅពេលណាដែលរដ្ឋាភិបាលថ្មីរបស់លោកចូលកាន់តំណែងលោកបានថ្លែងកាលពីខែមុនថាមានការផ្លាស់ប្ដូរជាច្រើនក្នុងរយៈពេលកន្លះ 1/4 នៃសតវត្សរ៍កន្លងមកនេះរួមទាំងបច្ចេកវិទ្យាសម្រាប់គូសវាសផែនទីផងដែរនៅពេលដែលលោកបានលើកឡើងពីគំនិតនៃអនុសារណៈស្តីពីការយោគយល់គ្នាសម្រាប់ឆ្នាំក្រោយនេះបាទដែលអាចធ្វើបច្ចុប្បន្នភាពដើម្បីដោះស្រាយបញ្ហាព្រំដែនគោកនិងព្រំដែនសមុទ្របាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ណាដែលខ្ញុំសូមដកស្រង់មកនេះគឺខាងលោកអនុทิនបានបញ្ជាឲ្យមានការសិក្សាពីលទ្ធភាពនៃការលុបចោល MOU ឆ្នាំ2001នេះព័ត៌មានទី2នេះគឺតកតងជាមួយនឹងការបោះឆ្នោតនៅក្នុងប្រទេសថៃហើយក៏ជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ដែរដែលខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិយមិត្តគឺគណៈបកប្រជាជនដែលជាគណៈបកដឹកនាំដោយក្រមយុវជនដែលនិយមទំនោរទៅរកលទ្ធិប្រជាធិបតេយ្យនិងការកែតម្រង់នោះបានដាក់សំណើសុំរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌលបោះឆ្នោតចំនួន10នៅក្នុងខេត្តនានាក្នុងទូទាំងប្រទេសបាទនៅក្នុងខេត្តនោះគឺមាននគររាជសីមាសមុទ្រប្រការបាទតាសារបុរីមហាសារខំនិងឆៃណាតឈុនបុរីលំប៉ាងជាដើមបាទខ្ញុំសូមមិនរៀបរាប់ទាំងអស់ទេគណៈបកនេះបានបង្ហោះសារមួយនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃអង្គារដោយប្រកាសថាខណៈដែលខ្លួនទទួលយកលទ្ធផលនៃការបោះឆ្នោតទាំងមូលរួមទាំងជ័យជំនះនិងការចាញ់ស្លឹកឆ្នោតក៏ប៉ុន្តែมันអាចទទួលយកអ្វីដែលខ្លួនអះអាងថាជាភាពមិនប្រក្រតីនៃដំណើរ
ការរាប់សន្លឹកឆ្នោតបានទេបាទនេះគឺបើតាមជំហររបស់គណៈបកសេចក្តីថ្លែងការណ៍របស់គណៈបកបាននិយាយថារាល់សន្លឹកឆ្នោតឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនហើយវាជាកាតព្វកិច្ចរបស់គណៈបកនៅក្នុងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋដូច្នេះគណៈបកបានបង្កើតក្រុមការងារពិសេសមួយដើម្បីទទួលពាក្យបណ្ដឹងនិងបន្តសកម្មភាពផ្លូវច្បាប់ទាក់ទងនឹងភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតនៅទូទាំងប្រទេសបាទគិតត្រឹមថ្ងៃអង្គារគឺគណៈបកបានដាក់សំណើសុំរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌលបោះឆ្នោតចំនួន10គណៈបកបានជំរុញឲ្យអ្នកបោះឆ្នោតដែលមានភស្តុតាងនៃភាពមិនប្រក្រតីជាពិសេសរូបថតនៃសន្លឹកឆ្នោតដែលបានបង្ហាញនៅការិយាល័យបោះឆ្នោតឲ្យដាក់ស្នើព័ត៌មានតាមរយៈបណ្ដាញផ្លូវការរបស់គណៈបកដើម្បីឲ្យយកមកផ្ទៀងផ្ទាត់ថាតើការរាប់សន្លឹកឆ្នោតដែលបានបង្ហោះត្រូវគ្នានឹងលទ្ធផលចុងក្រោយដែលបានគេបូកបញ្ជីឲ្យឬក៏ឬអត់នោះបាទគឺការទាមទាររបស់គណៈបកនេះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់នៅតាមបណ្ដាញសង្គមមានវងប្រជាពលរដ្ឋជាច្រើនបានប្រមូលផ្ដុំគ្នាពេញមួយយប់ដើម្បីទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌលបោះឆ្នោតលេខ1នៃខេត្តឈុនបុរីបន្ទាប់ពីមានរបាយការណ៍អំពីប្រអប់សន្លឹកឆ្នោតដែលដាក់ខុសកន្លែងការដាច់ចរន្តអគ្គិសនីអំឡុងពេលរាប់សន្លឹកឆ្នោតនិងភាពខុសគ្នានៃចំនួនសន្លឹកឆ្នោតដែលរាប់ហើយពួកគេបានចោទប្រកាន់ថាមានប្រអប់សន្លឹកឆ្នោតខ្លះត្រូវបានរក្សាទុកនៅក្នុងទីលានវាយសីហើយរៀបចំផ្លាស់ប្ដូរទីតាំងដោយគ្មានការវាយត្រាត្រឹមត្រូវដែលតម្រូវតាមច្បាប់នោះទេពីព្រោះនៅក្នុងការរក្សាទុកនឹងគឺត្រូវរៀបចំនៅកន្លែងឲ្យបានត្រឹមត្រូវដែលមានប្រអប់មានសុវត្ថិភាពជាជាងការដាក់នៅទីលានវាយសីបែបនេះហើយត្រូវមានការវាយត្រាឲ្យបានត្រឹមត្រូវមុននឹងដឹកចេញបាទវងមនុស្សដែលមិនពេញចិត្តបានឡោមព័ទ្ធរថយន្តដែលដឹកប្រអប់ឆ្នោតហើយបានទាមទារឲ្យមានការពន្យល់ពីមន្ត្រីបោះឆ្នោតដោយអំពាវនាវឲ្យមានតម្លាភាពនៅក្នុងដំណើរការរាប់សន្លឹកឆ្នោតយ៉ាងបាទនេះគឺជារឿងនៃការសូមរាប់សន្លឹកឆ្នោតហើយនៅក្នុងការវិវត្តមួយស្តៀងគ្នានឹងដែរគឺតកតងនឹងការតវ៉ាគឺតវ៉ាយ៉ាងហោចណាស់ក៏មានពាក្យបណ្ដឹងចំនួន113ផ្សេងទៀតដែលចោទប្រកាន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោតដែលបានដាក់ជូនទៅដល់គណៈកម្មាធិការរៀបចំការបោះឆ្នោតបាទក្នុងពេលតាំងពីការបោះឆ្នោតបានបញ្ចប់ហើយនេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតកាលពីថ្ងៃច័ន្ទក្នុងចំណោមពាក្យបណ្ដឹងទាំងនោះគឺគណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថាមានពាក្យបណ្ដឹងចំនួន107ពាក់ព័ន្ធនឹងការទិញសន្លឹកឆ្នោតគឺក្រមមាត្រាតាមច្បាប់ស្តីពីការបោះឆ្នោតហ្នឹងគឺពិនិត្យមើលទៅអាចមានយកជាការបានដែលត្រូវនឹងដោះស្រាយគឺអគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃបានថ្លែងប្រាប់ប្រព័ន្ធសារផ្សព្វផ្សាយព័ត៌មាននៅថ្ងៃច័ន្ទថាបញ្ហានេះគឺគណៈកម្មាធិការបានជួបប្រជុំគ្នាកាលពីថ្ងៃច័ន្ទហើយយល់ព្រមបំភ្លឺឲ្យមានការបំភ្លឺតាក់ទងនឹងហេតុការណ៍នានាតាក់ទងជាមួយនឹងនីតិវិធីបោះឆ្នោតសន្លឹកឆ្នោតដែលខូចឬរហែកការចាប់ខ្លួននិងបច្ចេកទេសក្នុងការរាយការណ៍អំពីការបោះឆ្នោតជាដើមបាទអញ្ចឹងនេះគឺជាព័ត៌មានដែលបង្ហាញអំពីភាពមិនប្រក្រតីនៅក្នុងការរាប់សន្លឹកឆ្នោតនិងការទិញសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនៅក្នុងប្រទេសថៃ